សូមជូនរឿងព្រះនាងចិត្តអាក្រក់កាលពីយូរលង់ណាស់មកហើយមានព្រះមហាក្សត្រនិងមហាក្សត្រីនៅនគរមួយទ្រង់មានបុត្រីមួយអង្គប្រកបដោយរូបឆោមស្រស់ស្អាតល្អដាច់គេប៉ុន្តែព្រះនាងមានចិត្តអាក្រក់កំណាញ់រឹងរូសមិនស្ដាប់យោបល់អ្នកដទៃឡើយសូម្បីតែព្រះមាតាបិតារបស់ព្រះនាងក៏ដោយថ្ងៃមួយព្រះអង្គនិងម្ចាស់ក្សត្រីបានពិភាក្សាគ្នាណែម្ចាស់អូនយើងចាស់អស់ទៅហើយបងគិតថាយើងគួរតែជ្រើសរើសស្វាមីឲ្យបុត្រីរបស់យើងស្នងរាជបន្តពីយើងម្យ៉ាងបើនាងមានស្វាមីនាងអាចនឹងមានប្រតិយល្អចេះដឹងខុសត្រូវឡើងវិញណាព្រះពរខ្ញុំម្ចាស់យល់ស្របម្ចាស់បងក្រោយមកមានព្រះរាជបុត្រាមកពីនគរជាច្រើនបាននាំគ្នាចូលមកចែកជើដើម្បីស្ដីដណ្ដឹងព្រះនាងធ្វើជាព្រះមហេសីប៉ុន្តែដោយសារតែព្រះនាងមានចិត្តរឹងរូសព្រះនាងបានប្រើពាក្យសម្ដីមិនសមរម្យដាក់ព្រះរាជបុត្រាទាំងនោះជាហេតុធ្វើឲ្យព្រះរាជបុត្រាគ្រប់ព្រះអង្គមានការអាអន់ប្រតិយយ៉ាងខ្លាំងហើយក៏យាងត្រឡប់ទៅព្រះនគររៀងខ្លួនវិញព្រះបិតាព្រះនាងខ្យាល់ខ្លាំងណាស់ហើយក៏សម្រេចប្រតិយថាបើខ្សែរាជវង្សព្រះនាងមិនពេញប្រតិយព្រះអង្គនឹងរើសយករាជសាមញ្ញវិញម្ដងព្រះនាងខ្យាល់ខ្លាំងណាស់ចំពោះការសម្រេចប្រតិយរបស់ព្រះបិតាតែដោយការខ្លាចអំណាចព្រះបិតាព្រះនាងក៏ព្រមធ្វើតាមព្រះបិតាព្រះនាងបានរៀបចំពិធីឲ្យព្រះនាងរើសគូស្រករដោយតម្រូវឲ្យព្រះនាងបោះកម្រងផ្កាហើយបើមានបរិសណាម្នាក់ទទួលបានបរិសនោះនឹងក្លាយជាស្វាមីរបស់ព្រះនាងភ្លាមនៅពេលដែលព្រះនាងបានបោះកម្រងផ្កាទៅមានបរិសម្នាក់រូបរាងស្អាតបាតចាប់បានប៉ុន្តែព្រះនាងមិនពេញប្រតិយតតែសោះចាប់ពីរៀបអភិសេករួចហើយបរិសនោះបានសុំព្រះរាជានាំព្រះនាងទៅរស់នៅក្នុងស្រុករបស់ខ្លួនក្នុងឋានៈជារាជសាមញ្ញធម្មតាមួយរយៈក្នុងឋានៈជារាជសាមញ្ញព្រះនាងមិនពេញប្រតិយតតែសោះហើយព្រះនាងបានពោលពាក្យមើលងាយដាក់បរិសនោះជាច្រើនតែបរិសនោះនៅតែមិនតបតឬក្រោធខឹងចំពោះព្រះនាងឡើយហើយបានបង្រៀនព្រះនាងជាច្រើននៅថ្ងៃទី1បរិសនោះបានបង្រៀនព្រះនាងឲ្យចេះរៀបចំម្ហូបអាហារដោយខ្លួនឯងព្រះនាងមានការលំបាកណាស់ដោយទ្រង់មិនចេះធ្វើម្ហូបពីមុនមកថ្ងៃទី2បរិសនោះបានបង្រៀនព្រះនាងឲ្យចេះដាំបន្លែផ្លែឈើផ្សេងព្រះនាងក៏ត្អូញត្អែដោយព្រះនាងមិនដែលធ្វើអ្វីសោះពីមុនមកថ្ងៃទី3បរិសនោះបានបង្រៀនព្រះនាងឲ្យរៀបចំផ្ទះនិងមើលថែទាំក្មេងៗតូចព្រះនាងក្រោធខឹងនឹងបរិសនោះជាពន់ពេកតែមិនអាចប្រកែកបានថ្ងៃបន្ទាប់បរិសនោះបាននាំព្រះនាងដើរមើលស្ថានភាពរបស់ប្រជារាស្ត្រការប្រកបរបរការចិញ្ចឹមជីវិតការរស់នៅជាដើមធ្វើឲ្យព្រះនាងមានការភ្ញាក់រលឹកដោយមើលឃើញអំពីទុក្ខលំបាករបស់ប្រជារាស្ត្របូកផ្សំនឹងកិច្ចការដែលព្រះនាងបានធ្វើព្រះនាងក៏ដឹងថាខ្លួនបានប្រព្រឹត្តកំហុសយ៉ាងខ្លាំងកាលពីពេលកន្លងទៅថ្ងៃមួយមានពិធីជប់លៀងក្នុងព្រះរាជវាំងហើយព្រះនាងក៏បានទៅចូលរួមតែបរិសនោះមិនបានចូលរួមជាមួយទេនៅក្នុងពិធីព្រះនាងមានឫកពាសមរម្យហើយកែប្រែទម្លាប់ចាស់អស់ដែលធ្វើឲ្យព្រះរាជានិងម្ចាស់ក្សត្រីសប្បាយប្រតិយយ៉ាងខ្លាំងមួយរំពេចនោះមានព្រះរាជបុត្រាមួយអង្គបានយាងចូលមកទ្រង់គ្រឿងលម្អយ៉ាងស្រស់សង្ហានិងបានយាងសម្ដៅមករកព្រះនាងភ្ញាក់ផ្អើលណាស់ព្រោះព្រះរាជបុត្រានោះជាស្វាមីរបស់ព្រះនាងព្រះបិតាព្រះនាងញញឹមហើយពោលថាព្រះរាជបុត្រាមួយអង្គនេះហើយដែលជាអ្នកផ្លាស់ប្ដូរបុត្រីឲ្យស្គាល់ពិភពខាងក្រៅបានធ្វើឲ្យបុត្រីផ្លាស់ប្ដូរពីព្រះនាងចិត្តអាក្រក់ទៅជាព្រះនាងចិត្តល្អមួយរូបព្រះនាងស្ដាប់ហើយមានសេចក្តីអៀនខ្មាសយ៉ាងខ្លាំងចំពោះអំពើរបស់ព្រះនាងកាលពីគ្រាមុនចាប់តាំងពីថ្ងៃនោះមកព្រះបុត្រានិងព្រះនាងក៏បានឡើងសោយរាជ្យបន្តពីព្រះមាតាបិតាហើយបានដឹកនាំប្រទេសប្រកបដោយសេចក្តីសុខសាន្តគតិអប់រំក្នុងរឿងនេះបានពោលថាទឹកចិត្តល្អជួយលើកសម្រស់របស់អ្នកឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតសូមអរគុណ